ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនាងខ្ញុំសាជាថ្មីដែលនៅក្នុងវីដេអូនេះនាងខ្ញុំនឹងមកចែករំលែកអំពីរបៀបសម្លការីទំពាំងចាចឹងបងប្អូនមកមើលរបៀបធ្វើដូចតទៅចាដំបូងយើងប្រើប្រេងឆាអូលីវបន្តិចដាក់នៅលើឆ្នាំងហើយបន្ទាប់មកយើងប្រើរំដេងស្លឹកគ្រៃស្លឹកក្រូចរំដេងហើយនិងស្លឹកគ្រៃយើងដំឲ្យបែកមកយើងមកឆាឲ្យឈ្ងុយបងប្អូនណាឆាឲ្យឈ្ងុយហើយយើងប្រើខ្ទិះដូងដើមយើងដាក់ចូលពាក់កណ្ដាលហើយពាក់កណ្ដាលទៀតចាំយើងដាក់តាមក្រោយយើងគ្រាន់តែកូរខ្ទិះដូងនឹងឲ្យឈ្ងុយហើយបងប្អូនអាចដាក់ដូចជាម្ទេសឆ្អើរគ្រឿងបុកម្សៅបន្លែប្រហុកបួសទឹកត្រីបួសហើយនឹងអំបិលស្ករអញ្ចឹងទៅស្ករត្នោតអញ្ចឹងណាបងប្អូនដាក់ចូលហើយបងប្អូនកូរវាឲ្យឈ្ងុយចាហើយចំពោះប្រហុកបួសនាងខ្ញុំប្រើប្រហុកនេះបងប្អូនណាបងប្អូនអាចរកទិញបាននៅតាមហាងគ្រឿងទេសបួសនានាហើយនឹងនៅក្នុងហាង Go Green ផ្ទាល់យើងឆាគ្រឿងទាំងអស់នឹងឲ្យឈ្ងុយបងប្អូនមានប្រហុកមានគ្រឿងមានម្ទេសឆ្អើរអីហ្នឹងហើយកូរឲ្យឈ្ងុយអញ្ចឹងមកហើយបងប្អូនអាចដាក់សាច់ចូលសាច់ថ្ងៃនេះនាងខ្ញុំប្រើមានដូចជាប៉ាតេសាច់សូយប្រូតេអ៊ីនហើយនឹងដលងសម្រាប់ស្លការីបងប្អូនហើយជើងផ្សិតបងប្អូនមានសាច់ប៊ូអីបើមានតៅហ៊ូបងប្អូនពងសិនអញ្ចឹងមកចាំយកមកដាក់ចឹងបងប្អូនយកសាច់ទាំងអស់ហ្នឹងយកមកឆាជាមួយគ្រឿងឲ្យឈ្ងុយចាឆាជាមួយគ្រឿងឲ្យចូលជាតិគ្នាហើយបងប្អូនចាក់ខ្ទិះចុងចូលចំពោះសាច់បួសបងប្អូនដូចជំរាបមុននឹងអញ្ចឹងមុននឹងយកមកធ្វើការីនេះបងប្អូនយកវាទៅបំពងសិនណាដូចពពុះសណ្តែកពពុះតៅហ៊ូអីបើសិនជាយើងអត់បំពងទេកពុលហើយបើបងប្អូនប្រើពពុះសណ្តែកក៏បានដែរក៏ឆ្ងាញ់ដែរហើយបើបងប្អូនមានសាច់អីដែលនៅក្នុងផ្ទះហ្នឹងយើងប្រើសាច់ហ្នឹងទៅណាហើយបន្ទាប់មកយើងដាក់ខ្ទិះចុងចូលទាំងអស់ចេះហើយបងប្អូនកូរទៅហើយដាក់ឲ្យពុះតែម្ដងទៅហើយចំពោះបន្លែថ្ងៃហ្នឹងគឺខ្ញុំមានការ៉ុតហើយនឹងត្រពាំងបងប្អូនចំពោះការីត្រពាំងនេះនាងខ្ញុំឲ្យទៅធ្វើត្រពាំងហ្នឹងគឺនឹកឃើញអនុស្សាវរីយ៍នៅពីក្មេងកាលខ្ញុំនៅក្មេងៗហ្នឹងម៉ាក់ខ្ញុំអ្នកលក់ការីត្រពាំងសាច់មាន់ណាលក់នំបញ្ចុកនៅឯស្ថានីយ៍រថភ្លើងនៅឯខេត្តបន្ទាយមានជ័យហ្នឹងជំនាន់តាំងពីជំនាន់គេជលៀសមនុស្សមកពីជ្រុំសៃធួបងប្អូនកាលហ្នឹងនៅជួយម៉ាក់លក់ហ្នឹងនៅទូចដែរទេចាជួយមើលប្អូនអញ្ចឹងទៅម៉ាក់គាត់លក់អញ្ចឹងទៅម៉ាក់ខ្ញុំអ្នកលក់តាំងពីសម័យខ្ញុំនៅតូចចាអញ្ចឹងអាការីត្រពាំងនេះអនុស្សាវរីយ៍ច្រើនហើយត្រពាំងបងប្អូនដាក់មួយក៏បានដែរតែខ្ញុំថ្ងៃនេះទិញតាំងពីការប្រជុំនៅឯភ្នំប្រសិទ្ធចាឯភ្នំឧដុង្គចាចឹងទិញមកឲ្យទុកអត់បានធ្វើទេឃ្លានការីនេះ2ខែអត់បានធ្វើទេទុំតែមានពេលធ្វើចឹងបងប្អូនខ្ញុំរយនេះគឺប្រេងម្ទេសហើយនេះដុំខ្នុរដុំបន្លែខ្នុរបងប្អូនភ្លក់មើលសាប្រៃអីល្មមអីហើយអញ្ចឹងទៅបងប្អូនរយអាខ្ទិះដើមដែលយើងនៅពាក់កណ្ដាលនឹងចូលមកតែម្ដងទៅណាបងប្អូនហើយបងប្អូនភ្លក់មើលទៅហើយនេះម្សៅការីខ្ញុំរយពាក់កណ្ដាលពេលដែលយើងឆាគ្រឿងហើយយើងសល់ពាក់កណ្ដាលទេយើងយកមករយអញ្ចឹងមកហើយមកកញ្ចប់ម្សៅការីគេហ្នឹងទៅ500ខ្មែរទេរបស់វៀតណាមចាហើយបើបងប្អូនមានផ្កាច័ន្ទឬក៏ដើមគេឈើអែមអីបងប្អូនលីងពីមុនឲ្យឈ្ងុយហើយស្រង់ចេញទៅយកទៅពណ៌ទៅបានហើយពណ៌ការីយើងកាន់តែស្អាតហើយចុងក្រោយគឺរយសណ្តែកដីបងប្អូនណាយើងរយសណ្តែកដីគឺហើយតែម្ដងងាយស្រួលមែនទែនហើយបងប្អូនភ្លក់មើលសាប្រៃអីតម្រូវតាមក្រុមគ្រួសារយើងទៅរសជាតិប្រចាំគ្រួសារយើងទៅណាអញ្ចឹងការីប៊ូសមានអីមើលស្រួលមែនតើបងប្អូនហើយយើងចង់ញ៉ាំជាមួយបាយក៏បានញ៉ាំជាមួយនំប៉័ងក៏បានញ៉ាំជាមួយនំបញ្ចុកក៏បានដែរតែថ្ងៃនេះខ្ញុំញ៉ាំជាមួយនំបញ្ចុកហើយចំពោះល្បាយបងប្អូនចង់ដាក់ល្បាយអីក៏បានដែរតាមយើងចូលចិត្តទៅណាខ្ញុំថ្ងៃនេះមានផ្កាកាផ្លោកមានអីគេតយងចេកមានតសក់មានអីចឹងទៅហើយអានេះចាខ្ញុំចាំបានខ្ញុំនៅពីក្មេងយើងញ៉ាំជាមួយតកួនចិនស្រស់ឆ្ងាញ់ណាស់ចាហើយនឹងឲ្យច្បាច់តក្រូចឆ្មាដាក់តែម្ទេសហុយមកគឺឆ្ងាញ់មែនទែនចាអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងចាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រហាង Go Green វិចិត្ររៀនតាំងពីដើមរហូតមកដល់បច្ចុប្បន្នចាហើយបើបងប្អូនចង់បានគ្រឿងទេសបួសបងប្អូនអាចឆាតមកเพจយើងផ្ទាល់ឬក៏បងប្អូននៅម្ដុំណាក៏យើងអាចណែនាំឲ្យទិញនៅម្ដុំនឹងចិត្តក៏បានដែរចាហើយជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានជាពិសេសគឺមានសុខភមង្គលនៅក្នុងក្រុមគ្រួសារមានសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តចាយើងនាំគ្នាមករៀនញ៉ាំអាហារបួសទាំងអស់គ្នាដើម្បីបណ្ដុះក្តីមេត្តានៅក្នុងខ្លួនចាសូមអរគុណសូមជម្រាបលា